ពីដំណាក់កាលដែលយើងត្រូវឆ្លងកាត់នៅក្នុងទំនាក់ទំនងស្នេហាទី1ដំណាក់កាលដំបូងការធ្លាក់ក្នុងអន្លង់ស្នេហ៍នៅគ្រាដំបូងរាងកាយរបស់យើងវានឹងបញ្ចេញសារធាតុដូប៉ាមីនដែលវាធ្វើឲ្យយើងនឹងមានអារម្មណ៍ថារំភើបនិយាយទៅពិភពលោកនឹងគឺស្រស់បំព្រងហើយទំនាក់ទំនងស្នេហាមួយនឹងគឺល្អឥតខ្ចោះទី2ដំណាក់កាលជាគូស្នេហ៍អាភាពរំភើបដំបូងនឹងចាប់ផ្ដើមថយចុះប៉ុន្តែភាពស្និទ្ធស្នាលចាប់ផ្ដើមកើនឡើងនិយាយទៅណាមកណាគឺខ្វះគ្នាអត់បានទី3ដំណាក់កាលខកចិត្តឬក៏ប្រឈមនឹងការពិតដំណាក់កាលមួយនេះរឿងគ្រោះថ្នាក់បន្តិចទៅព្រោះដោយសារតែមានគូស្នេហ៍មួយចំនួនសម្រាប់ចិត្តចែកផ្លូវឬក៏បែកបាក់គ្នាព្រោះដោយសារតែដំណាក់កាលនេះគឺចាប់ផ្ដើមមើលឃើញពីកំហុសខុសឆ្គងគ្នាឆ្លុះប្រកែកតាក់ពាក្យសម្ដីឬក៏មើលឃើញពីចំណុចខ្វះខាតគ្នាជាច្រើនទី4ដំណាក់កាលបង្កើតស្នេហាពិតឆ្លងកាត់ការឆ្លុះប្រកែកការតោះតែងគ្នាការយល់ចិត្តគ្នាយើងក៏ចាប់ផ្ដើមរៀនទទួលស្គាល់ការពិតឡើងព្យាយាមផ្លាស់ប្ដូរដៃគូរបស់យើងឲ្យគេធ្វើទៅតាមចិត្តដែលយើងចង់ធ្វើប៉ុន្តែរៀនទទួលយកចំណុចខ្លាំងនិងចំណុចខ្សោយពីគ្នារៀងៗខ្លួនទី5ដំណាក់កាលរួមរស់និងការសម្រេចចិត្តគោលដៅរួមគ្នាដល់ដំណាក់កាលមួយនេះគឺជាដំណាក់កាលដែលខ្ពស់ជាងគេនៅក្នុងទំនាក់ទំនងស្នេហាយើងទាំងពីរនាក់លែងសូវខ្វល់ខ្វាយពីរឿងដែលផ្អែមល្ហែមដូចមុនប៉ុន្តែយើងចាប់ផ្ដើមគិតគូរពីអនាគតកសាងគ្រួសារនិងគោលដៅរួមគ្នា